ការវាយប្រហាររបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅសាលាហ្គាហ្សាសម្រាប់15នាក់ទៀតហើយយោងតាមទីភ្នាក់ងារសារព័ត៌មាន Fox News នៅថ្ងៃទី12ខែឧសភានេះបានឲ្យដឹងថាសង្គ្រាមរវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីននៅតែបន្តការបំផ្លិចបំផ្លាញកាន់តែខ្លាំងក្រោមគំនរបែកបាក់នៃភ្លើងសង្គ្រាមអ៊ីស្រាអែលបានធ្វើការវាយលុកលើតំបន់ហ្គាហ្សាជាថ្មីម្ដងទៀតដោយបានទម្លាក់គ្រាប់បែកលើទីជម្រកដែលនឹងក្លាយសាលារៀនធ្វើឲ្យសម្លាប់មនុស្សយ៉ាងតិច15នាក់ខណៈការបិទផ្លូវសរុបរបស់ខ្លួននៅលើ stream ឈានចូលដល់ថ្ងៃទី71ហើយកងកម្លាំងអ៊ីស្រាអែលក៏បានបើកការវាយប្រហារលើទីក្រុង Hodeidah របស់ប្រទេសយេម៉ែនផងដែរបន្ទាប់ពីបានព្រមានអ្នកស្រុកនៃកំពង់ផែចំនួន3ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ៊ូទីគឺរ៉ាអ៊ីហ្សាHodeidah និងសាលីហ្វឲ្យភៀសខ្លួនជាបន្ទាន់គួរបញ្ជាក់ថាសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច 52,828 នាក់និងរបួស 119,554 នាក់នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សាប៉ុន្តែនៅថ្មីនេះការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាពនិងបានឲ្យដឹងថាចំនួនអ្នកស្លាប់ឈានដល់ទៅជាង 61,700 ដោយនិយាយថាមនុស្សរាប់ពាន់នាក់ដែលបាត់ខ្លួននៅក្រោមគំនរបាក់បែងត្រូវបានគេសន្មតថាបានស្លាប់គួររំលឹកថាមនុស្សប្រមាណ 1,139 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាស់នៅថ្ងៃទី7ខែតុលាឆ្នាំ2023ហើយជាង200នាក់ត្រូវបានចាប់ខ្លួនក្រុមហាម៉ាស់និយាយថាខ្លួននឹងដោះលែងអ្នកដែលបានចាប់ខ្លួនជនជាតិអាមេរិកអ៊ីស្រាអែល Eden Alexander ហើយបញ្ជាក់ការចង់ចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក